ក្នុងនេតិនេះខ្ញុំលើកយកមកអธิบายអំពីមូលហេតុដែលចម្លើយ Zelensky ប្រហើនមកធ្វើបំបាក់មុខសហរដ្ឋអាមេរិកក្រោយពីភាគីទាំងសងខាងយូក្រែននិងអាមេរិកបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យាអាជីវកម្មរ៉ែរួមដែលជារបស់អង់គ្លេសហៅថា Mineral Agreement តាក់ទងនឹងសម្ព័ន្ធសេដ្ឋកិច្ចរវាងយូក្រែននិងសហរដ្ឋអាមេរិកលើវិស័យរ៉ែដែលប្រុងនឹងមកជួបគ្នាដើម្បីចុះហត្ថលេខាសម្រាប់តែคล้ายទៅជាច្រងែងច្រងាងផ្ទុះពាក្យសម្ដីតឹងសរសៃកនៅចំពោះមុខអ្នកសារព័ត៌មានពិភពលោកទៅវិញក្រោយពីកើតនៅរឿងរ៉ាវនេះនៅថ្ងៃសុក្រទី28ខែកុម្ភៈឆ្នាំ2025មក Zelensky បានបន្តដំណើរទៅប្រទេសអង់គ្លេសដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបហើយនៅទីនោះបានទទួលរាក់ទាក់ដោយនាយករដ្ឋមន្ត្រីដែលនាយករដ្ឋមន្ត្រី Keir Starmer បានទទួល Zelensky រាក់ទាក់ហើយមេដឹកនាំនៅយុរ៉ុបដែលតាក់ទងនឹងការចាប់អារម្មណ៍ពីសង្គ្រាមនៅយូក្រែនបានសម្ដែងនៅសេចក្តីគាំទ្រចំពោះប្រទេសយូក្រែនហើយក៏មានចរន្តនានាបានប្រាប់ចម្លើយ Zelensky នឹងថាវាគ្មានផ្លូវដើរទេវាគ្មានច្រកចេញទេទោះបីមានការគាំទ្រពីសំណាក់បណ្ដាប្រទេសយុរ៉ុបក៏ដោយក៏គ្មានច្រកចេញដែរគឺកិច្ចការឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅយូក្រែនវាទាល់តែមានតួអាមេរិកាំងចូលរួមវាមានតួអាមេរិកាំងចូលរួមធ្វើកិច្ចការនោះទើបអាចមានឥទ្ធិពលទៅលើរុស្ស៊ីចេះរឹងរូសប្រហើន Zelensky មិនបានបញ្ចេញនៅការសោកស្ដាយចំពោះរឿងដែលខ្លួនធ្វើឆ្លើយនៅសេតវិមានទេក្រោយបញ្ចប់កិច្ចប្រជុំកំពូលអឺរ៉ុបទៅប្រទេសបារាំងនិងប្រទេសអង់គ្លេសបានអំពាវនាវឲ្យអឺរ៉ុបច្រាក់ដៃគ្នាធ្វើកិច្ចការដើម្បីឲ្យចេញជាដុំកំភួនក្នុងការស្វែងរកផែនការសន្តិភាពឲ្យយូក្រែន Zelensky កាលពីថ្ងៃច័ន្ទបានធ្វើសន្និសីទសារព័ត៌មានជា press conference នៅក្នុងនោះ Zelensky បង្ហាញភាពទន់ភ្លន់ខ្លះក៏ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារព័ត៌មាន AP Zelensky និយាយថាសន្តិភាពនៅយូក្រែនវានៅវែងឆ្ងាយណាស់បានជាធ្វើឲ្យប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកគិតថាសម្ដីបែបនេះគឺជាសម្ដីនៅរឹងរូសដូច្នេះហើយសហរដ្ឋអាមេរិកក៏ទម្លាក់នៅវិធានការមួយនៅក្នុងថ្ងៃច័ន្ទគឺសហរដ្ឋអាមេរិកកាត់ជំនួយយោធានិងជំនួយច្រើនយ៉ាងដទៃទៀតផ្អាកមួយរយៈមិនជួយដល់កិច្ចការសង្គ្រាមរបស់យូក្រែនទេក្រោយពីត្រាំបានផ្អាកជំនួយយោធានិងជំនួយច្រើនយ៉ាងទៀតខ្ញុំបានធ្វើ show ដែលនៅក្នុង show នោះខ្ញុំលើកយកចំណុច5ដែលជាចំណុចតែ5ទេមិនមែនចំណុចទាំងអស់ទេវាវែងឆ្ងាយអញ្ចឹងក៏ខ្ញុំនិយាយពីចំណុច5ថាការកាត់ជំនួយរបស់
5ចំពោះយូក្រែនវាមានជះឥទ្ធិពលច្រើនយ៉ាងហើយខ្ញុំលើកយក5នៅក្នុង show ខ្ញុំលើក5ទី1អាមេរិកជួយគ្រប់គ្រងព័ត៌មានឲ្យយូរ៉ុប NATO និងយូក្រែនតាមរយៈសង្កេតការផ្កាយរណប satellite communication surveillance and monitoring ទី2តកតងនឹងការប្រើ drone សង្កេតការដែលអាមេរិកផ្ដល់ព័ត៌មានឲ្យទាន់ពេលវេលាដល់កងទ័ពយូក្រែនទី3គឺផ្ដល់នៅសេវាកម្មយន្តហោះសង្កេតការនៅលើដែនអាកាសរបស់យូក្រែនទី4គឺផ្ដល់នៅចរន្តតាក់ទងដែលចរន្តតាក់ទងនោះគឺជាចរន្តតាក់ទងជួយមើលពីលើតាមរយៈបណ្ដាញសំណាញ់នៃ Space Force របស់សហរដ្ឋអាមេរិកទី5គឺទូរគមនាគមន៍ប្រព័ន្ធតាក់ទងជាអ៊ីនធឺណិតក្តីជាទូរស័ព្ទក្តីជាសញ្ញាក្តីតាមរយៈ Starlink Network ខ្ញុំលើកយករឿងតែ5ហ្នឹងឯងមកនិយាយថាការកាត់ជំនួយយោធាចំពោះយូក្រែនវាតាក់ទងនឹងការងារច្រើនយ៉ាងដែលយូក្រែននិងយូរ៉ុប NATO ទទួលឥទ្ធិពលក្រោយពីខ្ញុំធ្វើ show នៅថ្ងៃច័ន្ទថ្ងៃអង្គារមកសារព័ត៌មាននៅប្រទេសអង់គ្លេសបានចេញផ្សាយថារដ្ឋាភិបាល Donald Trump បានប្រាប់ទៅភាគីអង់គ្លេសថាអាមេរិកមិនអនុញ្ញាតឲ្យក្រសួងចារកិច្ចយោធាក្រសួងសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស share នៅព័ត៌មានសម្ងាត់ជាមួយយូក្រែនទេអាមេរិកហាមថាសម្ព័ន្ធមិត្តណាដែលទទួលនៅព័ត៌មានសម្ងាត់អត់ឲ្យ share ជាមួយនឹងយូក្រែនទេនៅថ្ងៃអង្គារបណ្ដាប្រទេសយូរ៉ុប NATO ទាំងអស់ដែលទទួល intelligence sharing គឺការចែកចាយការសម្ងាត់របស់អាមេរិកត្រូវបានហាមឃាត់មិនឲ្យ share ឬប្រើប្រាស់ info នឹងជាមួយយូក្រែនទេទើបឡើងងាកថ្ងៃអង្គារអាប៉ាហឺន Zelensky វាទន់វាក៏បញ្ចេញអរិយាប័ត្រថាវាមិនបោះបង់ចោលនៅការព្រមព្រៀងជាមួយនឹងត្រាំទេហើយនៅក្នុងរវាងថ្ងៃពុធនេះគឺថ្ងៃអង្គារម្សិលមិញវាបានសរសេរនៅX វាសម្ដែងការសោកស្ដាយនៅក្នុងថ្ងៃអង្គារវាសម្ដែងការសោកស្ដាយចំពោះរឿងដែលវាប៉ះហឺននៅខ្សែតវិមានវាថាវានឹងចាក់ផ្ដើមធ្វើការឡើងវិញក្នុងការពិភាក្សាចរចាហើយវាត្រៀមខ្លួនជាស្រេចដើម្បីនឹងដំណើរការរកសន្តិភាពម្សិលមិញវានិយាយរឿងហ្នឹងដល់ល្ងាចថ្ងៃអង្គារប្រភពព័ត៌មានបានលេចឮថាZelensky វាព្រមវិលមកកាន់ការព្រមព្រៀងដែលហៅថា Mineral Agreement ជាមួយនឹងសហរដ្ឋអាមេរិកដូចដើមកាលពីយប់មិញម៉ោងជាង9ប្រធានាធិបតី Donald Trump បានឡើងថ្លែងសន្ទរកថានៅមុខអង្គសភាគាត់បាននិយាយឲ្យដឹងថាគាត់បានទទួលនៅសាររបស់ Zelensky ដែលប្រងវិលមក
និយាយគ្នាដើម្បីស្វែងរកសន្តិភាពឲ្យយូក្រែនវិញទោះបីត្រាំនិយាយដូច្នេះក៏ដោយក៏ត្រាំលើករឿងនេះមកនិយាយដោយមិនទុកចិត្តអាម៉ាស៊ីហ្នឹងទេមិនទុកចិត្តទេគ្រាន់តែនិយាយឲ្យដឹងថាវាចង់មកវិញគឺវាលូនមកវិញនិយាយស្រួលតែក៏មិនទុកចិត្តវាដែរសម្ដីរបស់ត្រាំនៅក្នុងសេចក្តីថ្លែងសារកាលពីយប់មិញនៅឯអង្គសភាអាមេរិកបានបង្ហាញថាអាមេរិកនឹងស្វាគមន៍ការងារជាមួយយូក្រែនដើម្បីស្វែងរកសន្តិភាពឲ្យយូក្រែនក៏ប៉ុន្តែមិនផ្ដល់ភាពកក់ក្ដៅឲ្យសេលិនស្គីដូចមុនទេដែលភាសាអង់គ្លេសគេហៅថា wait and see ថាតើសេលិនស្គីវាពិតជាដូរអិរិយាបថឬក៏វាមកបង្ហាញភាពប្រហើនរបស់វាទៀតនឹងអ្វីដែលត្រាំបាននិយាយនៅក្នុងសេចក្តីថ្លែងសារនៅអង្គសភាកាលពីយប់មិញនៅថ្ងៃម្សិលមិញតាមបទសម្ភាសន៍របស់នាយកនៃអង្គការ CIA អាមេរិកក៏បានត្រូវអ្នកសារព័ត៌មានសួរថាតើវាពិតដែរឬទេដែលអាមេរិកណាវាពិតដែរឬទេដែលអាមេរិកផ្ដាច់ការផ្ដល់នៅព័ត៌មានសម្ងាត់ឲ្យយូក្រែនលោកនាយកនៃអង្គការ CIA អាមេរិកបាននិយាយថានេះគឺជាវិធានការដែលធ្វើតាមបទបញ្ជារបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិកផ្ដាច់នៅជំនួយយោធាដែលនៅក្នុងនោះដូចខ្ញុំនិយាយពីថ្ងៃច័ន្ទអញ្ចឹងនៅក្នុងនោះដូចខ្ញុំនិយាយពីថ្ងៃច័ន្ទអញ្ចឹងគឺភាពប្រហើនរបស់សេលិនស្គីត្រូវទទួលការដាក់ទណ្ឌកម្មត្រង់ហ្នឹងណានេះគឺជាព័ត៌មាននៅវេលាព្រឹកនេះព័ត៌មានក៏នៅតែអល់ឯកថាការលូនត្រឡប់មកវិញរបស់អាប្រហើនហ្នឹងទាល់តែចេញរូបរាងច្បាស់លាស់បានគេជឿហ្នឹងគឺចំណែកអញ្ចឹងខ្ញុំឆ្លើយនឹងបងប្អូនណាបាទខ្ញុំឆ្លើយនឹងបងប្អូន Johnny ថាដឹងណាស់តាសក់ដឹងមកអំពីខំប្រឹងដឹងអូខេកូនចំណែកឯលៀងចេងបង sound like you hate Zelensky អត់ទេខ្ញុំអត់មានស្អប់ទេតែវាឆ្លើយវាប្រហើនហើយវាបង្ខូចកិច្ចការគេរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនមែនអង្គុយចាំតែលិតពងវាទេដូច្នេះហើយវាបង្ខូចគេអស់មួយថ្ងៃជាង40ថ្ងៃដែលរដ្ឋាភិបាល Donald Trump ធ្វើការរវល់ដែរគណៈរដ្ឋមន្ត្រីរបស់ Donald Trump ធ្វើការទាំងយប់ទាំងថ្ងៃតាំងពីតុលាការកំពូលឡើងទៅក៏ជួនកាលដូចជាម្សិលមិញតុលាការកំពូល Supreme Court ណាលៀងចេងក៏ត្រូវទទួលពិចារណាលើរឿងដែលកំពុងតែជា legal challenge របស់រដ្ឋាភិបាលទប់នឹងការប្តឹងការធ្វើបាបការ block របស់អ្នកដែលមិនចូលចិត្តនយោបាយនេះ Supreme Court ត្រូវប្រជុំទាំងយប់ដូច្នេះតាមរយៈសម្ដីរបស់មន្ត្រីជាន់ខ្ពស់ប្រចាំក្រសួងនៃរដ្ឋាភិបាលអាមេរិកណាលៀងចេងគឺរវល់ណាស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Pam Bondi គាត់ថាគាត់ទាំងយប់ទាំងថ្ងៃរដ្ឋមន្ត្រីក្រសួង Homeland Security NOM គាត់ថាគាត់យប់គាត់ធ្វើថ្ងៃគាត់ធ្វើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មគាត់ថាការដែលជួបប្រទះនឹងវិបត្តិកើតឡើងថ្ងៃ28ថ្ងៃសុក្រកុម្ភៈ2025គឺជារឿងមួយដែលគាត់អន់ចិត្តណាដែលកិច្ចព្រមព្រៀងបានតាក់តែងរួចទៅហើយចាំតែចុះហត្ថលេខាបែរទៅជាផ្លោះធ្លយគាត់ថាគាត់ឡើងចុះយូក្រែនច្រើនដងណានឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
រីឯរដ្ឋមន្ត្រីក្រសួងការបរទេស Marco Rubio គាត់និយាយថាជារឿងផ្ទាល់ខ្លួនខ្ញុំអន់ចិត្តសម្បើមគាត់និយាយថា personally I am very upset គាត់អន់ចិត្តសម្បើមនឹងភាពឆ្លើយទៅតឹងទឹះរបស់ Zelensky រដ្ឋមន្ត្រីដតីទៀតរួមទាំងព្រឹទ្ធសភានិងរដ្ឋសភាគឺបានសម្ដែងនៅការមិនពេញចិត្តនឹងរឿងក្រឡិចក្រឡុចមួយនេះហើយវានៅលើការអន់ចិត្តមួយទៀតណាស់លៀងចេងវានៅលើការអន់ចិត្តមួយទៀតគឺ Zelensky ហ្នឹងវាមកអាមេរិកហើយវាបានជួបមន្ត្រីជាន់ខ្ពស់នៃសភាគណៈបកប្រជាធិបតេយ្យហើយសភាជាន់ខ្ពស់នៃគណៈបកប្រជាធិបតេយ្យហ្នឹងបានឲ្យដឹងថាគេបានប្រាប់ Zelensky ហ្នឹងកុំឲ្យព្រមព្រៀងជាមួយនឹង Donald Trump បានជាវាកើតរឿងថ្ងៃសុក្រទី28កុម្ភៈហ្នឹងណាអញ្ចឹងលៀងចែងឯងយល់ថាវាមកចុះហត្ថលេខាជាមួយនឹងប្រធានាធិបតីនៃគណៈបក្សសាធារណរដ្ឋហើយវាជួបបកប្រជាធិបតេយ្យហើយវាស្ដាប់តាមបកប្រជាធិបតេយ្យមកធ្វើឲ្យអាម៉ាស់នៅខ្សែតវិមានហ្នឹងជារឿងដែលគេប្រកាន់ឬទេមិនខ្ញុំប្រកាន់ទេតែអាប្រហើនហ្នឹងវាធ្វើហ្នឹងទី1វាខាត់ពេលវេលារបស់គេទី2វាអាម៉ាស់មុខគេដែលផ្ដល់ឱកាសឲ្យមានការបញ្ចុះបន្សោកពីគណៈបកដែលចាក់រុកឲ្យរលំរលាយក្នុងដំណើរហ្នឹងតាមរយៈលោក Marco Rubio គាត់និយាយគាត់ថារឿងហ្នឹងចាំតែចុះហត្ថលេខាហើយមិនចាំបាច់មកនៅអាមេរិកទេតែ Zelensky ចេះចង់មកក៏គេទទួលឥឡូវបើសិនណាជាអូនឯងរវល់កិច្ចការចង់អត់ណាហើយគេមកបំបាក់មុខបងឯងអញ្ចឹងបងឯងគិតយ៉ាងម៉េចបងអាហ្នឹងបងឯងគិតតាមអធិស្ឋានបងឯងខ្ញុំលើកយកមកនិយាយជាអ្នកនិយាយ show វាតែងតែលើកដាក់សាច់រឿងអញ្ចឹងណាបងណាបងឯងមកឲ្យខ្ញុំជាអ្នកនិយាយ show ហ្នឹងស្អប់ខ្ពើមអ្នកណាអីនឹងស្រេចតែបងឯងប៉ុន្តែបងឯងត្រូវដឹងថាអាហ្នឹងឆ្លើយឬមិនឆ្លើយអាហ្នឹងប្រហើនឬមិនប្រហើនពេលវេលាគេជាមាសប្រាក់របស់គេត្រឹមត្រូវហើយបងអូនត្រឹមត្រូវហើយអាហ្នឹងមកពីព្រៃមកអត់ឆ្លាតទេប៉ុន្តែវាចូលដោយសារ3ឆ្នាំនេះគេលើកតម្កើងវាសូម្បីតែអតីតប្រធានាធិបតី Joe Biden ក៏ខឹងនឹងវា2ដងដោយសារតែរឿងអញ្ចឹងវាមិនរឿងខ្ញុំស្អប់ទេខ្ញុំជាអ្នកជាវាគ្មិននៅក្នុង show វាគ្មិនសង្គមខ្ញុំលើកដាក់ឲ្យដឹងថាវាឆ្លើយខ្ញុំយល់ហើយតែអ្នកគ្រប់គ្រងវានឹងយល់ថាវាអត់ខុសទេធម្មតាអ្នកគ្រប់គ្រងវាអត់ខុសទេអ្នកដែលអាណិតអាសូរយូក្រែនហ្នឹងក៏យល់ឃើញអត់ខុសដែរប៉ុន្តែវាឆ្លើយវា anti protocol មានន័យថាបដិបត្តិនឹងពិធីការណាហើយវាឆ្លើយដោយសារវាធ្លាប់ខ្ញុំនិយាយយកមិញហើយវាធ្លាប់ដោយសារគេលើកតម្កើងវាបាទអានោះអញ្ចឹងអត់ស្អាតទេកូនអើយត្រូវលាបថ្នាំត្រូវខាត់វាត្រូវដោះវាត្រូវពង្រឹងស្យាវអីសពគ្រប់ហើយដោះឲ្យអានេះម៉ាស៊ីនលាងចានម៉ាស៊ីនអាំងសាច់នេះត្រូវវាអត់មានខូចអីទេដំណើរការប៉ុន្តែត្រូវដូរវាចោលហើយ island ក្រោយនេះក្រោយនេះត្រូវដូរត្រូវកែលម្អវាហើយអាចជាក្រានហ្នឹងត្រូវដោះកវ៉ាត់ចោលដាក់ថ្មីហើយ microwave នៅក្រោយហ្នឹងអសនៅខាងក្រោយហ្នឹងត្រូវដោះថ្មីហើយទូហ្នឹងត្រូវលាបបាទហើយពណ៌ផ្កាឈូកហ្នឹងត្រូវដូរត្រូវលាបពណ៌ថ្មីហើយអញ្ចាំងហ្នឹងត្រូវធ្វើអញ្ចាំងខាងក្រោមហ្នឹងគេហៅ wall base panel ហ្នឹងត្រូវចឹងខ្លួនឯងតិចតួចជាមួយបងមួយគាត់ជួយជួសជុលឲ្យកែវាដើម្បីកូនឆ្កែវាចេះតែលើកជើងនោមពេលវាមកអញ្ចឹងយើងមើលមិនទាន់លើកជើងអញ្ចឹងមិនថាខ្ញុំវាខុសរឿងមួយចាំឆ្កែឈ្មោលខូចផ្ទះ
នោះឲ្យតែទៅឡើយណាលើកជើងមួយនោមព្រឹបដើម្បីអីដើម្បីកក់សម្គាល់ទីតាំងវាណាអញ្ចឹងត្រឡប់មកវិញខ្ញុំឆ្លើយបន្តណាហើយបងអូនលៀងចេញខ្ញុំឆ្លើយប៉ុណ្ណឹងណាបាទខ្ញុំឆ្លើយប៉ុណ្ណឹងអធិក្រិតសរសេរថាខ្ញុំគិតថាភាពជាមេដឹកនាំប្រទេសមួយក្នុងយុគសង្គ្រាមដូចជាប្រមុខដឹកនាំ Zelensky គឺมันអាចមកម្ដងក៏បន្ទាបខ្លួនភ្លាមនោះទេគឺសុទ្ធតែជាការរៀបការទូតបែបយុទ្ធទេនឹងជាគំនិតរបស់បងអូនមិនតែតាមរយៈ Marco Rubio តាមរយៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកតាមរយៈរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកតាមរយៈប្រេសិតពិសេស Special Envoy របស់ Donald Trump មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានឡើងចុះយូក្រែនអាចនិយាយថាសឹងតែសឹកជើងយន្តហោះណានៅក្នុងរយៈពេល2សប្តាហ៍ក្នុងរយៈពេល2សប្តាហ៍ហ្នឹងគឺឡើងចុះជាមួយនឹង Zelensky ហើយនឹងមន្ត្រីយូក្រែនហ្នឹងគឺមន្ត្រីយូក្រែនមិនបាច់មកអាមេរិកទេគឺអាមេរិកហ្នឹងឡើងចុះសឹងតែសឹកជើងយន្តហោះឡើងចុះសឹងសឹកជើងយន្តហោះហើយពាក្យដែលថាការទៅចែចង់គ្នាជាមួយនឹង Putin ណាវាជាសហាយស្មន់នយោបាយមិនឲ្យ Zelensky ដឹងគឺជាការនិយាយចោទប្រកាន់ដែលគ្មានមូលដ្ឋានការពិតអាមេរិកកាំងទៅចែចង់គ្រប់ដំណើររបស់អាមេរិកកាំងក្នុងការទៅចែចង់វ្លាឌីមៀរពូទីនគឺបានពន្យល់បានជូនដំណឹងពីចំណុចសំខាន់នៃដំណើរការចែចង់ Putin ទៅកាន់រដ្ឋាភិបាល Zelensky ហើយក៏បានចែកចាយរឿងមួយចំនួនជា private ទៅកាន់មេដឹកនាំបារាំងនិងអង់គ្លេសលើកលែងតែល្មងក្នុងគោលដៅចែកចង់តែភាសាអង់គ្លេសគេថាជា step towards diplomacy វាមិនទាន់ទៅដល់ការទូតនៅឡើយទេដូច្នេះហើយគេកំពុងតែចែកចង់ឬក៏ចែកចៅណាបងណានឹងអញ្ចឹងរីឯអ្វីដែលកើតឡើងថ្ងៃ28ខែកុម្ភៈកន្លងទៅនេះគឺដូចនិយាយចឹងវាមិនមែនជាកិច្ចការទូតមកម្ដងអីទេវាមិនមែនទេការតាក់តែងកិច្ចព្រមព្រៀងដែលយើងហៅថា mineral agreement ហ្នឹងវានៅក្នុងភាសាត្រឹមត្រូវវាមិនមែនជា mineral agreement ទេវាជា economic agreement ដែលប្រែជាភាសាខ្មែរថាវាមិនមែនជាកិច្ចព្រមព្រៀងអាជីវកម្មរ៉ែទេគេហៅថាកិច្ចព្រមព្រៀងនៅក្នុងកិច្ចសហប្រតិបត្តិការដៃគូសេដ្ឋកិច្ចកិច្ចព្រមព្រៀងហ្នឹងមានដូចតទៅទី1គឺការព្រមថាក្រសួងពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចយូក្រែនអាមេរិកនឹងព្រមព្រៀងធ្វើការជាមួយគ្នាជាដៃគូណាបងណាដែលខាងអាមេរិកនឹងបង្កើតមេគាសម្រួលបង្កើតផ្លូវឲ្យក្រុមហ៊ុនឲ្យ American companies មិនមែនរដ្ឋទេប្រទេសអាមេរិកប្រទេសសេរីណាបងឲ្យ American companies ក្រុមហ៊ុនអាមេរិកចូលទៅតាំងអាជីវកម្មនៅលើទឹកដីយូក្រែនដែលតាក់ទងចាប់ពី mineral resources exploration ការរុករកការវាស់ការវាយតម្លៃបូកសរុបនៃធនធានរ៉ែនៅយូក្រែនការទាញយករ៉ែបូមជីកហ្នឹងការផលិតពីធនធានរ៉ែដើមមកពាក់កណ្ដាលសម្រាប់ការ
ទាញយកផលឲ្យចែកចាយការលក់ដូរលក្ខណៈហ្នឹងខាងរ៉ែណាបងណាមិនមែនត្រឹមតែរ៉ែហ្នឹងទេគឺនៅក្នុងកិច្ចព្រមព្រៀងហ្នឹងភាគីយូក្រែននិងអាមេរិកបង្កើតនៅ account អាជីវកម្មរួមជាបេឡារួមនៅក្រោមយន្តការនៃការគ្រប់គ្រងបេឡារួមគឺបង្កើត account ដែលមានអាជីវករអាមេរិកនិងអាជីវករយូក្រែនបូករដ្ឋាភិបាលទាំងពីរជួយជាអ្នកមុខអ្នកការមើលហើយទាញយកធនធានរ៉ែហ្នឹងមកចម្រាញ់ពាក់កណ្ដាលសម្រាប់អីហ្នឹងចែកចាយលក់ដូរហ្នឹងអាជីវកម្មហ្នឹងលក់ដូរទៅលុយដែលបានមកហ្នឹងដាក់នៅក្នុងបេឡារួមដែលគេមានគណនេយ្យកម្មគេនៅក្នុងមាន accounting system ហ្នឹងដាក់របស់បងនៅក្នុងរួមហ្នឹងហើយបេឡារួមហ្នឹងនឹងទទួលការអនុម័តគេហៅថា allocation of resource profit ហ្នឹងទៅកសាងប្រទេសនៅពេលដែលយូក្រែនមានសន្តិភាពហើយនឹងចែកផលទៅអាជីវករអាមេរិកដែលរូបមន្តនៃការចែកផលដែលទាញយកពីរ៉ែហ្នឹងមកវាត្រូវបន្តបង្កើតនៅកិច្ចព្រមព្រៀងដតីទៀតតាក់ទងនឹងការបែងចែកហ្នឹងយូក្រែនជាដៃគូអាមេរិកនឹងយកផលចេញពីធនធានរ៉ែហ្នឹងទៅស្ដារនិងកសាងប្រទេសយូក្រែនក្រោយសង្គ្រាមវិនាសកម្មហ្នឹងមួយទៀតកិច្ចព្រមព្រៀងនេះគេមិនហៅថា mineral agreement គេហៅថា economic partnership គឺអាជីវករអាមេរិកដែលជាក្រុមហ៊ុនហ្នឹងមិនមែនទៅរកស៊ីតែរ៉ែហ្នឹងទេត្រូវទៅរកស៊ីលើវិស័យនានាគ្រប់ទាំងអស់តាំងពីកសិកម្មឧស្សាហកម្មបច្ចេកវិទ្យាស្ថាបត្យកម្មហេដ្ឋារចនាសម្ព័ន្ធរកស៊ីអីបានក៏រកស៊ីនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចហ្នឹងតែកិច្ចព្រមព្រៀងសេដ្ឋកិច្ចហ្នឹងវាជាកិច្ចព្រមព្រៀងក្របខ័ណ្ឌគេហៅថាជា framework agreement ដែលបាញ់ទាញយកយូក្រែនហើយនិងអាមេរិកហ្នឹងឲ្យមានពុំតែមួយនិយាយស្រួលស្ដាប់គឺអាមេរិកនឹងគាំពេលយូក្រែនក្រោយសន្តិភាពដោយមិនចាញ់មុខតាមរយៈកិច្ចព្រមព្រៀងសន្ធិសញ្ញាយោធាទេពីព្រោះវាក្តៅវាមិនរំលត់បញ្ហាបានអញ្ចឹងការដែលជួយគាំពេលយូក្រែនមិនមែនគាំពេលនៅក្នុង military treaty ទេគឺអត់ប្រើអាហ្នឹងទេណាខ្ញុំទៅសេជូនណាបងបងណាភាក្រិតគឺអត់ប្រើអានេះទេប្រើអានេះទៅវាប្រើអត់កើតណាបងណាប្រើអត់កើតទេដូច្នេះគឺមិននិយាយថាវាជា military treaty ទេណាហើយក៏ប្រើជា security guarantee ការគាំពៀសន្តិសុខជាតិជា security guarantee ក៏ធ្វើមិនបានដែរវាដូចគ្នានឹង NATO membership ធ្វើអត់បានទេបងប្អូនអញ្ចឹងគេបង្កើតនៅ framework មួយដែលគេហៅថា economic partnership កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចណានេតានតើអាសេឡិនស្គីវាមកវាយហៅស្លៀកពាក់ចឹងបងឯងគិតថាតាមត្រូវទេ
បងឯងមកការកូនបងតិចមើលហើយបងឯងហៀកខោខ្លីមកមើល I can tell you that បើបងឯងមកការកូនបងហើយបងឯងហៀកខោខ្លីពាក់អាវវាយទៅនេះមកបងហ៊ានប្រាប់បងឯងឲ្យត្រឡប់ទៅវិញអានឹងអត់ protocol ផងសំបីតែយើងគ្មាន protocol ក៏ដោយអូខេហើយអូនឯងអាចទៅនិយាយប្រាប់ពួកម៉ាក់អូនឯងថាចេមសក់ឆ្លើយដេញខ្ញុំមកឲ្យចូលការស៊ីការបើបងឯងមកស៊ីការកូនខ្ញុំឲ្យបងឯងលាកខោខ្លីវាយទៅនេះមកបងឯងសួរថាខ្ញុំហ៊ានដេញបងឯងទេដោយសារតែ European UN ហើយនឹងអាមេរិកបដ ாய் ឲ្យ Zelensky ឆ្លើយអញ្ចឹងបាន Zelensky វាឆ្លើយអញ្ចឹងរហូតបន្តមកទៀតកុំយកលេសសង្គ្រាមមន្ត្រីយូក្រែនទាំងអស់ហ្នឹងវាស្លៀកពាក់យោធាទាំងអស់ហើយយ៉ាងម៉េច we don't care but you have to be civilized you create your outfit you create your outfit អ្នកឯងបង្កើតសញ្ញារបស់អ្នកឯងតែវា disturbing normal protocol វាមិនបានជាអាភូតិនវានៅពាក់អាវធំបានវាមិនបានគេពាក់អាវធំបានវាមិនបានមន្ត្រីយូក្រែនពាក់អាវធំបានអាមួយនឹងពាក់បានតើពិភពលោកត្រូវទទួលស្គាល់ outfit fashion របស់អ្នកឯងអានោះនិយាយអញ្ចឹងដូច្នេះ don't claim to feel that he feel insulted អូនឯងលាកខោខ្លីពាក់អាវវាយទៅនេះមកស៊ីការកូនខ្ញុំដេញចាញ់បងឯងគិតមិនគិតទៅខ្ញុំដេញបងឯងចាញ់អូខេ so very simple ឥឡូវត្រឡប់ទៅអព្យាក្រឹតវិញខ្ញុំកាន់តែឆ្លើយប៉ុណ្្នឹងទេណាបងឯងទៅស៊ីការគេធ្វើដូចខ្ញុំនិយាយមកគេមើលមុខលើហើយបងឯងថាខ្ញុំទៅមកពីលេងកីឡាចូលស៊ីការសិន